chưa thà bong ôn khác cứ quạt bàn score âm pi lôi cái đạp bạc là bao nhiêu bộ ranสมัย barang bạn hai ní cứ chỉ cái đạp bạc pi rồi riel bạn đâm bên tôm hùm thom khẳng ná bạn hai ní chỉ lôi pram rồi riel lục cô bạn lôi lục côแต่ลอยสมัยมาយើងតែចំណាយលុយ200នេះគឺជាលុយសម័យបារាំងបាទហើយនេះគឺជាលុយមួយស្លឹក100រៀលបាទសម័យបារាំងដែរមានទំហំធំបំផុតបាទគឺលក្ខណៈខុសត្រូវគ្នាបន្តិចបាទជាមួយនឹងក្តារប្រាក់200ហើយនេះគឺជាលុយសម័យបារាំងដូចគ្នា10សេន20សេនបាទហើយនេះជាលុយរបស់សម្ដេចតាដែលនៅវ័យជំទង់បាទបងប្អូនប្រហែលជាបានស្គាល់ខ្លះហើយខ្លះក៏មិនបានស្គាល់បាទថ្ងៃនេះខ្ញុំគ្រាន់តែមកណែនាំដើម្បីបងប្អូនមកទស្សនាលុយបុរាណខ្មែរយើងតិចតួចបាទហើយនេះគឺជាលុយខ្មែរយើងដែរនៅមានច្រើនជាងនឹងទៀតប៉ុន្តែខ្ញុំគ្រាន់តែយកមកបង្ហាញបន្តិចបន្តួចដើម្បីឲ្យបងប្អូនបានដឹងនិងទស្សនាបាទថាលុយខ្មែរយើងគឺមានច្រើនសម្បូរបែបណាស់ពីដើមបាទគឺថាលុយមានភាពស្រស់ស្អាតខ្លាំងណាស់លុយរបស់ខ្មែរពីដើមបាទមើលអានេះពីក្រោយបាទដែលមានរូបអង្គរវត្តនេះហើយគឺជាលុយ100រៀលសម័យបារាំងបាទហើយជាលុយផលិតនៅប្រទេសខ្មែរយើងបាទលុយប្រភេទបែបនេះមានផលិតនៅ3ប្រទេសបាទនេះ100រៀលខ្មែរយើងអានេះ100រៀលរបស់ឡាវអានេះ100ដូចគ្នារបស់វៀតណាមបាទហើយជាមានបងប្អូនគាត់អាចស្គាល់ខ្លះហើយក៏មានបងប្អូនគាត់មិនបានស្គាល់បាទខ្ញុំគ្រាន់តែមកបង្ហាញដើម្បីឲ្យបងប្អូនបានដឹងថាលុយខ្មែរយើងគឺមានសម្បូរបែបខ្លាំងណាស់នៅសម័យបារាំងបាទតែលុយប្រភេទបែបនេះនៅសម័យខ្មែរយើងចាយនៅខ្មែរយើងផ្ទាល់បាទអត់មានចាយ3ប្រទេសដូចជាលុយ200នេះនិង100រៀលនោះទេបាទហើយនេះលុយពីក្រោយមកខាងរបស់10សេនបាទមាន10សេន5សេននិយាយទៅមានចាប់ពី1សេនមកច្រើននិយាយទៅលុយមានសម្បូរបែបណាស់តែបងប្អូនខ្លះបានដឹងបងប្អូនខ្លះគឺគាត់មិនបានដឹងបាទអានេះលុយខ្មែរយើងផ្ទាល់តែម្ដងបាទនេះ100រៀលអានេះចាយនៅសម័យរដ្ឋកម្ពុជាបាទនេះទៅគឺមានសម្បូរបែបជាច្រើនលុយបាទ200រៀលបាទហើយនៅមានកាក់បុរាណខ្មែរយើងក៏មានដែរចាំក្រោយចាំខ្ញុំបង្ហាញកាក់ខ្មែរយើងបាទកាក់ខ្មែរយើងក៏មានសម្បូរបែបជាច្រើនយ៉ាងផងដែរមានបងប្អូនគឺគាត់ខ្លះមិនបានដឹងនិងបងប្អូនខ្លះគាត់បានដឹងបាទហើយរូបគោបងប្អូនឃើញលុយរូបគោគឺសម្បូរតែវាក៏ស្អាតផងដែរលុយ500រៀលបាទមិនចាញ់លុយសម័យបារាំងទេនេះបាទ200រៀលទៅ200រៀលនេះគេនិយមរក្សាទុកបាទគឺនិយមខ្លាំងណាស់បាទ200រៀលនេះគឺវាកម្រផងដែរហើយនឹងនិយាយទៅ100រៀលនេះសម្បូរ200នេះគឺកម្រទេបើលុយរូបគោនេះគេអ្នកប្រមូលគឺថាវាសម្បូរខ្លាំងអញ្ចឹងតម្លៃវាអត់មានថ្លៃទេនេះបាទតែបើ200នេះបើសិនជាថ្មីគេប្រមូលទុកបាទគឺមានតម្លៃថ្លៃបាទ200រៀលនេះបាទហើយនឹងនេះបើថ្មីអាចដល់1ស្លឹក$100បាទបើសិនជាថ្មីតែម្ដងបាទស្អាតអត់មានចោះឬក៏អត់មានប្រឡាក់ភ្លុះអីបាទ100ទៅ$150បាទមួយនេះតែបើ200នេះថ្លៃជាងគេបាទថ្លៃតែម្ដងបាទដាស់200សម័យបារាំងហ្នឹងបាទអញ្ចឹងវីដេអូមានប៉ុណ្ណឹងទេបាទសូមអរគុណជួបគ្នាវីដេអូក្រោយទៀតបាទ